ភ្នំដែលខ្ញុំធ្លាប់តែឃើញនៅលើកំណត់សភៅឃើញនៅក្នុងអ៊ីនធឺណិតឥឡូវបានមកឃើញផ្ទាល់ភ្នែកភ្នំ Fuji ពិតជាស្អាតដូចជាគេនិយាយមែនថ្ងៃទី4ដែលពួកខ្ញុំនៅប្រទេសជប៉ុនហ្នឹងពួកខ្ញុំក៏ធ្វើដំណើរចេញពីទីក្រុង Kyoto តទៅភ្នំ Fuji ពួកខ្ញុំជ្រើសរើសយកមធ្យោបាយធ្វើដំណើរដោយរថភ្លើងលឿនអញ្ចឹងពី Kyoto ទៅភ្នំ Fuji ជារយៈពេល2ម៉ោងពួកខ្ញុំប៊ីសទៅអត់ទាន់ម៉ោងដែលរថភ្លើងគេចេញដោយសារតែនៅរៀងវែងវាន់ជាមួយនឹង map ពីកន្លែងដែលពួកខ្ញុំគេហ្នឹងទៅ station របស់រថភ្លើងហ្នឹងក៏អង្គុយនៅលើរថភ្លើងហ្នឹងគឺមានច្រើនថែបនិយាយទៅដូចនៅលើយន្តហោះដែរវាមានអាទំនើបហើយនឹងអាធម្មតាអញ្ចឹងទៅទេសភាពតាមផ្លូវគេគឺស្អាតហើយប្លែកភ្នែកដោយសារតែវាជា winter អញ្ចឹងគឺសស្គូហ្មងតបោទេដើមឈើលើផ្លូវអីសទាំងអស់ជិះបានប្រហែលជា2ម៉ោងពួកខ្ញុំក៏ដល់ station ដែលត្រូវចុះខ្សែរថភ្លើងហ្នឹងគឺគេមិនមែនឈប់ត្រឹម Fuji ទេគឺគេជិះទៅដល់ទីក្រុង Tokyo ហ្មងគ្រាន់តែយើងចុះហើយភ្ញៀវនៅ station ហ្នឹងគេដែលត្រូវឡើងជិះបន្តហ្នឹងឡើងទៅអស់គឺរថភ្លើងគេចេញទៅវិញភ្លាមហ្មងអញ្ចឹងបើសិនជាយើងយឺតរថភ្លើងគេអត់ចាំទេគេទៅចោលហើយកៅអីហ្នឹងគឺមិនមែនយើងទៅភ្លាមទិញបានទេណាពួកខ្ញុំសិតតែ booking មុនដូចជាមួយខែកន្លះហើយហ្នឹងចង់ពេញអស់ទៀតពេលដែលចុះនៅ station ហ្នឹងយើងអត់ដល់ទេណាអ្នកទាំងអស់គ្នាពេលហ្នឹងគឺពួកខ្ញុំត្រូវចាំជិះឡានក្រុងមកតង់ទៀតដើម្បីទៅម្ដុំភូមិដែលនៅជិតភ្នំហ្នឹងហ្មងពួកខ្ញុំត្រូវចាំឡានក្រុងប្រហែលជា10ទៅ15នាទីអញ្ចឹងក៏នោះគ្នាចូលមក Starbucks ទិញកាហ្វេទិញអីញ៉ាំសិនពេលដែលបានឡើងឡានក្រុងហើយទេសភាពគឺកាន់តែស្អាតគៀកភ្នំទៅកាន់តែស្អាតសំណាងមួយទៀតថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺភ្នំអត់មានចោះអាប់សោះមុនហ្នឹងប្រហែលថ្ងៃគេប្រាប់ថាភ្នំនឹងចោះអាប់មើលភ្នំអត់ឃើញតែថ្ងៃដែលពួកខ្ញុំទៅដល់ហ្នឹងគឺស្រឡះហ្មងមើលភ្នំឃើញធម្មតាថតរូបក៏បានស្អាតដែរមកដល់ bus station ភ្លាមគឺពួកខ្ញុំដល់ពេលដែលត្រូវវេទនាទៅដែរគឺរឿងវ៉ាលីហ្នឹងហ្មងមក trip ហ្នឹងវេទនាជាងគេគឺរឿងអូសវ៉ាលីពួកខ្ញុំអូសវ៉ាលីហ្នឹងពី bus station ទៅសន្តាគារដែលពួកខ្ញុំគេអូសចុះភ្នំផងឡើងភ្នំផងគឺថាអស់និយាយហើយការពិតទាំងសន្តាគារគេអាចមកយកយើងបានពី bus station ទៅសន្តាគារតែពួកខ្ញុំអត់ដឹងស្រាប់តែពួកខ្ញុំដើរទៅបដ ாய் បន្ទប់គេងនៅ Fuji ភាគច្រើនគេធ្វើបែប traditional បែបបុរាណតិចអញ្ចឹងពូគេងអីគេអត់ដាក់នៅលើ ក្រែទេគឺគេដាក់នៅលើ floor ហ្មងបែបជប៉ុនសន្តាគារដែលពួកខ្ញុំគេងហ្នឹងគឺស្អាតហើយ view ក៏ល្អដែរនេះគឺបន្ទប់របស់យើង and then នេះ view ពីបន្ទប់មានភ្នំមានបឹង and here is the Fuji Mount តម្លៃកន្លែងគេងនៅភ្នំ Fuji ថ្លៃជាងនៅកន្លែងដែលខ្ញុំទៅគេងទាំងអស់មួយ trip បន្ទាប់ពីដាក់អីវ៉ាន់រៀបចំខ្លួនហើយពួកខ្ញុំក៏ចេញមកក្រៅដើម្បីទៅរកអីញ៉ាំអាកាសធាតុហើយនឹងបរិយាកាសនៅ Fuji fresh មែនតើហ្មងអ្នកទាំងអស់គ្នាហើយត្រជាក់ខ្លាំងដោយសារតែវានៅជិតភ្នំនៅតំបន់ហ្នឹងគឺស្រាប់ភ្នំទាំងអស់ថ្ងៃទី1នៅ Fuji ហ្នឹងពួកខ្ញុំញ៉ាំអីនៅជិតហ្នឹងហើយដើរលេងថតរូបអីនៅជិតហ្នឹងទេស្អែកឡើងបានពួកខ្ញុំមានកម្រងទៅកន្លែងរៀងឆ្ងាយទៅជិតភ្នំឡើងទៅខាងលើភ្នំទៅថតយក view ភ្នំ Fuji អីចឹងពេលនៅ Fuji ហ្នឹង transportation របស់ពួកខ្ញុំគឺជួលកង់គេជិះបានហើយតែចង់ឆៅលុយជួលមួយជិះ2នាក់និយាយពីអ្នកដប់វិញចង់ដាច់ខ្យល់ចង់លៀនភ្នែកហើយកង់ហ្នឹងជាកង់អង្គុយក៏ប៉ុន្តែតោះតែយើងធាក់ទៅវាមាន motor ជំនួយកម្លាំងឲ្យវាកាន់តែលឿនមិនមែនយើងគ្រាន់តែមូលបានដូចកង់អង្គុយធម្មតាអញ្ចឹងសរុបទៅពេលដែលធាក់ទៅហ្នឹងគឺហត់ដដែលដោយសារតែ2នាក់ហើយផ្លូវឡើងភ្នំចុះភ្នំទៀតអ្នកនរគ្នាសម័យមើលអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ជួលកង់ជិះនៅ Fuji ខ្ញុំrecommendឲ្យជិះមួយម្នាក់ពេលហ្នឹងពួកខ្ញុំកំពុងតែជិះទៅទិញអីយកទៅញ៉ាំនៅក្នុងអូតែលវិញដោយសារតែនៅនេះយប់ឡើងអត់សូវសបោគេបើកកន្លែងញ៉ាំអីអញ្ចឹងពួកខ្ញុំក៏ខ្ចប់អីយកទៅញ៉ាំហ្មងទៅគេចូលមកយ៉ាងណាមកពី onsen មកព្រាកូនហឹងដៃហឹងជើងមកសាហឹងជើងជួខ្លួនចោលកោមកកោអ្នកទាំងអស់គ្នាពេលហ្នឹងពួកខ្ញុំញ៉ាំអីហើយនៅសន្តាគារពួកខ្ញុំហ្នឹងគេមាន free onsen ណា onsen ហ្នឹងកន្លែងដែលយើងត្រាំទឹកក្តៅឲ្យត្រូវដោះក្អែចេញទាំងអស់គាត់ចង់ចុះទៅសាហើយស្រាប់តាមទាត់បាន1នាទីផងស្រាប់តែឃើញឡើងមកវិញដោយសារតែថ្ងៃហ្នឹងដើរលេងហត់ពេកហើយធាក់កង់ទៀតចុះទៅត្រាំទឹកក្តៅហ្នឹងយូរអត់កើតក៏ធ្វើឲ្យគាត់សម្ពាធឈាមដើរអត់ល្អអញ្ចឹងពួកខ្ញុំនេះបាន first aid កដាលយប់សំណាងឲ្យ cabin crew បាន well trained ពី first aid កុំអ្នកដឹងត្រូវធ្វើម៉េចអនុវត្តផ្ទាល់ហ្មងបាទស្អែកមកងើបដើរលេងធម្មតាអ្នកទាំងអស់គ្នាកន្លែងនេះគឺកន្លែងនេះគេ viral ខ្លាំងមែនទែននៅក្នុង social media កន្លែងគេថតរូបកន្លែងហ្នឹងក៏ប៉ុន្តែរូបកន្លែងហ្នឹងខ្ញុំថតយកបានសោះមនុស្សដើរកាត់ពីមុខផងពីក្រោយផងឡានម៉ូតូជិះកាត់ពីមុខផងសរុបទៅរូបថតនៅកន្លែងហ្នឹងគឺខ្ញុំយកបានទាំងអស់បន្ទាប់ពីចេញពីកន្លែងហ្នឹងទៅពួកខ្ញុំក៏ជិះកង់ទៅភ្នំមកកន្លែងដែលភ្នំហ្នឹងយើងត្រូវឡើងទៅដើម្បីទៅមើល view ភ្នំ Fuji ឡើងមកដល់ខាងលើអាកាសធាតុកាន់តែត្រជាក់អ្នកទាំងអស់គ្នាភ្នំហ្នឹងរៀងខ្ពស់ដែរហើយនៅខាងលើហ្នឹងមានប្រាសាទមានអីអញ្ចឹងទៅមុំទៅឡើងនៅខាងលើហ្នឹងរៀងចង់ទៅហត់ដែរហ្នឹងពេលឡើងមកដល់ខាងលើហ្នឹងមនុស្សច្រើនខ្លាំងអ្នកទាំងអស់គ្នារូបថតគឺយកអត់បានទៀតហើយសិតតែមនុស្សហ្មងថតជ្រុងណាក៏ជាប់មនុស្សដែរយកកើតទេនៅខាងលើហ្នឹងគេមានម៉ាស៊ីនដាក់កាក់លក់ merchandise រូបភ្នំ Fuji ហើយពួកខ្ញុំក៏នាំគ្នាទិញយកម្នាក់មួយហើយ unboxing នៅនឹងភ្លាមៗមកពេលដែលពួកខ្ញុំនៅលើកពូលភ្នំហ្នឹងពពកហៀងក្រាស់តិចអញ្ចឹងបាំងកពូលភ្នំ Fuji បាត់ហើយមើលអត់សូវឃើញទេបន្ទាប់ពីចុះមកពីលើភ្នំវិញពួកខ្ញុំក៏ជិះកង់លេងនៅក្នុងស្រុកភូមិគេនឹងនៅជិតភ្នំហ្នឹងផ្លូវហើយនឹងផ្ទះទេសភាពមើលទៅគឺដូចនៅក្នុងរឿងតុក្កតាមែនតើថ្ងៃទី2នៅភ្នំ Fuji ហ្នឹងពួកខ្ញុំមានពេលតាកន្លះថ្ងៃទេដោយសារតែពេលរសៀលពួកខ្ញុំត្រូវបន្តដំណើរទៅទីក្រុង Tokyo មានពេលកន្លះថ្ងៃហ្នឹងពួកខ្ញុំព្យាយាមជិះដើរលេងមើលនេះមើលនោះហើយថតរូបឲ្យបានច្រើនអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនៅភ្នំ Fuji របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយគឺជាវីដេអូចុងក្រោយនៃ trip ជប៉ុនរបស់ពួកខ្ញុំហើយគឺពួកខ្ញុំនឹងបន្តដំណើរទៅទីក្រុង Tokyo រយៈពេល3យប់4ថ្ងៃអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមកមើលវីដេអូមួយនេះកុំភ្លេចជួយ like share comment នៅក្នុងវីដេអូនេះផងហើយកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយថាពួកខ្ញុំវឹកវរអីគេខ្លះនៅក្នុងទីក្រុង Tokyo អរគុណបាយបាយ